ចាប់ផ្ដើមចាប់ផ្ដើមផ្លាស់ប្ដូរជីវិតឲ្យកាន់តែប្រសើរចាប់ផ្ដើមដើរទៅរកអ្វីដែលល្អមិនមែនរត់ចេញពីអ្វីដែលអាក្រក់នោះទេវិធីដ៏ល្អបំផុតក្នុងការគេចចេញពីអ្វីដែលអវិជ្ជមានគឺការដើរទៅរកអ្វីដែលវិជ្ជមានចាប់ផ្ដើមរអ៊ូរទាំឲ្យតិចចុះសាក់លបងបដូរពាក្យថាត្រូវធ្វើមកជាពាក្យបានធ្វើវិញរឿងដែលជាច្រើនដែលយើងកំពុងរអ៊ូគឺជាអ្វីដែលអ្នកដទៃប្រាថ្នាចង់បានជាឱកាសចាប់ផ្ដើមបែងចែកឲ្យដាច់រវាងភាពរវល់និងភាពរីកចម្រើនភាពរង្វល់មិនមែនមានន័យថាភាពរីកចម្រើននោះទេសេះឈើសេះក្មេងលេងក៏អាចកម្រើកក៏បានគ្រប់ពេលដែរប៉ុន្តែវាមិនដែលទៅដល់ទីណានោះទេចាប់ផ្ដើមចម្រាញ់សម្លេងរំខានក្នុងជីវិតជ្រើសរើសឲ្យបានច្បាស់ថានរណាគួរទទួលបានមីក្រូហ្វូននិងវេទិកានៅក្នុងជីវិតរបស់អ្នកកុំគ្រាន់តែស្ដាប់សម្លេងដែលឮខ្លាំងជាងគេរាល់ថ្ងៃប៉ុន្តែត្រូវស្ដាប់សម្លេងដែលពិតប្រាកដបំផុតចាប់ផ្ដើមជ្រើសរើសសាជាថ្មីដើម្បីសុខុមាលភាពខ្លួនឯងជីវិតភាគច្រើនកើតចេញពីភាពនិងការជ្រើសរើសតូចដែលអ្នកធ្វើដដែលរាល់ថ្ងៃប្រសិនបើអ្នកមិនចូលចិត្តផ្នែកខ្លះនៃជីវិតវាជាសញ្ញាប្រាប់ថាដល់ពេលដែលត្រូវកែលម្អសម្រួលហើយសន្សំជ្រើសរើសឲ្យបានល្អជាងមុនក្នុងថ្ងៃនិងសប្តាហ៍ខាងមុខចាប់ផ្ដើមប្រៀបធៀបខ្លួនឯងជាមួយខ្លួនឯងតែប៉ុណ្ណោះផ្លេចពីទៅថានរណាទៅដល់ណាហើយអ្នកមិនបានពាក់ស្បែកជើងរបស់គេទេហើយអ្នកនឹងដើរក្នុងស្បែកជើងរបស់ខ្លួនឯងមិនស្រួលឡើយបើសិនបើនៅតែខ្វល់ពីរឿងប្រៀបធៀបជាមួយអ្នកដទៃផ្ដោតទៅលើគោលដៅរបស់អ្នកហើយចាប់ផ្ដើមធ្វើនៅពេលដែលអ្នកមានគោលដៅច្បាស់លាស់ការប្រៀបធៀបនិងការលែងមករំខានអ្នកទៀតហើយចាប់ផ្ដើមធ្វើអ្វីដែលត្រឹមត្រូវទោះបីជីវិតមិនមែនជារឿងដែលងាយស្រួលបំផុតក៏ដោយធ្វើបានមិនមែនមានន័យថាគួរធ្វើនោះទេហើយងាយស្រួលក៏មិនមែនមានន័យថាមានតម្លៃដែរជ្រើសរើសអ្វីដែលត្រឹមត្រូវមិនមែនអ្វីដែលងាយស្រួលក្នុងជីវិតនិងទូស្រាលក្នុងរយៈពេលវែងនោះទេចាប់ផ្ដើមផ្ដល់ពេលវេលាឲ្យជំហានតូចដែលមានន័យរៀងរាល់ថ្ងៃមានពេលត្រឹមតែ15នាទីក៏គ្រាន់សូមត្រឹមតែជា15នាទីដែលមានន័យការឈានទៅមុខត្រឹមតែមួយជំហានក៏នៅតែប្រសើរជាងការឈរនៅកន្លែងដដែលហើយចាំថាហត់នឿយដោយសារការព្យាយាមនៅតែប្រសើរជាងហត់នឿយដោយសារមិនតបានធ្វើអ្វីសោះចាប់ផ្ដើមបាក់ចិត្តទទួលយកបទពិសោធន៍ថ្មីកុំឲ្យភាពមិនច្បាស់លាស់មកបញ្ចប់អ្នកភាពមិនដឹងគឺជាទ្វារឆ្ពោះទៅរកភាពអស្ចារ្យទៅកន្លែងថ្មីធ្វើរឿងថ្មីហើយមានឱកាសថ្មីនឹងលេចឡើងដោយឯងចាប់ផ្ដើមផ្ដល់ឲ្យដោយមិនរំពឹងទុកកុំរំពឹងទុកថាអ្នកដទៃនឹងធ្វើល្អដាក់អ្នកដូចអ្វីដែលអ្នកធ្វើដាក់គេមិនមែនគ្រប់គ្នាសុទ្ធតែមានបេះដូងឬប្រកាន់ខ្ជាប់នៅតម្លៃនោះទេគ្រាន់តែអ្នកដាំក្រពូជវានឹងអាចក្លាយជាផ្កាគ្រាន់តែអ្នកចែករំលែកវានឹងអាចក្លាយជាក្តីសង្ឃឹមភាពសប្បុរសតែងតែធ្វើការដោយស្ងប់ស្ងាត់ជានិច្ចចាប់ផ្ដើមធ្វើជាអ្វីដែលអ្នកចង់ឃើញនៅក្នុងពិភពលោកនេះអ្វីដែលអ្នកផ្ដល់ឲ្យអ្នកដទៃគឺជាអ្វីដែលអ្នកផ្ដល់ឲ្យខ្លួនឯងនៅពេលដែលអ្នកប្រព្រឹត្តចំពោះអ្នកដទៃដោយក្តីស្រឡាញ់អ្នកនឹងដឹងថាខ្លួនឯងក៏ស័ក្តិសមនឹងទទួលបានក្តីស្រឡាញ់ដូចគ្នាចាប់ផ្ដើមរស់នៅក្នុងបច្ចុប្បន្នភាពឲ្យបានច្រើនបច្ចេកវិទ្យាមានប្រយោជន៍ប៉ុន្តែវាក៏ដណ្ដើមយកការទុកចិត្ត
ទុកដាក់របស់យើងដែរទូរស័ព្ទចុះនៅពេលនៅជាមួយមិត្តភ័ក្តិបងប្អូនសម្លឹងភ្នែកស្ដាប់រឿងរ៉ាវនិងសួរនាំដោយចិត្តស្ថិតនៅទីនោះដោយពិតប្រាកដចាប់ផ្ដើមឲ្យសកម្មភាពនិយាយជំនួសឲ្យពាក្យស្រឡាញ់ថាពាក្យថាស្រឡាញ់គឺសំខាន់ប៉ុន្តែការរស់នៅឲ្យឃើញពីក្តីស្រឡាញ់គឺសំខាន់ជាងចាប់ផ្ដើមអត់ធ្មត់ចំពោះអ្នកដែលគិតខុសគ្នាឲ្យបានច្រើននិយាយជាមួយអ្នកដែលយល់ឃើញខុសពីយើងសួរស្ដាប់និងបើកចិត្តវិធីដែលយើងប្រព្រឹត្តចំពោះអ្នកដទៃដែលមិនយល់ស្របជាមួយយើងគឺជាសញ្ញាបញ្ជាក់ថាតើយល់ដឹងពីក្តីស្រឡាញ់គោរពនិងក្តីមេត្តាកម្រិតណាចាប់ផ្ដើមបបងរឿងតូចតាចដែលរំខានចិត្តកុំឲ្យរឿងរ៉ាវតូចតាចមកបំផ្លាញថ្ងៃដ៏ល្អរបស់អ្នកទាំងមូលចូលផ្ដោតលើអ្វីដែលសំខាន់ពិតប្រាកដចាប់ផ្ដើមទទួលយកមេរៀនដែលជីវិតបង្រៀនគឺជាស្នាដៃដែលកំពុងអភិវឌ្ឍការមានបញ្ហាមានន័យថាអ្នកកំពុងព្យាយាមមនុស្សដែលគ្មានបញ្ហាសោះគឺជាមនុស្សដែលមិនបានធ្វើអ្វីសោះធ្វើឲ្យអស់ពីសមត្ថភាពហើយរៀនលះបង់គ្មានសិភៅណាដែលមានភាពត្រឹមត្រូវតែមួយចំពោះឡើយហើយក៏គ្មានកំហុសណាមួយអាចមកកំណត់ជីវិតរបស់អ្នកទាំងស្រុងដែរគ្រាន់តែបើកទំព័របន្ទាប់ហើយដើរទៅមុខទៀតទៅចាប់ផ្ដើមស្វែងរកសុភមង្គលពីខាងក្នុងកុំដាក់ជោគវាសនានៃស្នាមញញឹមរបស់អ្នកទៅអ្នកដទៃឬទៅក្នុងដៃរបស់អ្នកដទៃជាដាច់ខាតប្រសិនបើអ្នកផ្អែកលើការសរសើរដើម្បីមានក្តីសុខអ្នកនឹងរលាយបាត់នៅពេលគេរិះគន់ចូលរៀនពេញចិត្តនឹងខ្លួនឯងទោះបីគ្មានអ្នកមើលឃើញក៏ដោយចាប់ផ្ដើមបែងចែករវាងអ្វីដែលគ្រប់គ្រងបាននិងអ្វីដែលគ្រប់គ្រងមិនបានភាពទុក្ខសោកភាគច្រើនកើតចេញពីការចងចាំទៅជាការកែប្រែដើម្បីអ្វីនៅក្រៅអំណាចរបស់យើងដូចជាសម្ដីអ្នកដទៃឬអតីតកាលចូលផ្ដោតធម៌ពលទាំងស្រុងទៅលើការឆ្លើយតបរបស់អ្នកចំពោះព្រឹត្តិការណ៍ទាំងនោះវិញព្រោះវាជាកំហុសតែមួយគត់ដែលមានអំណាចបញ្ជាចាប់ផ្ដើមទទួលយកស្រមោលរបស់ខ្លួនឯងការអភិវឌ្ឍខ្លួនដែលពិតប្រាកដមិនមែនជាការលាក់បាំងភាពទន់ខ្សោយនោះទេប៉ុន្តែគឺជាការហ៊ានប្រឈមមុខនឹងវាទទួលស្គាល់ថាអ្នកនឹងភាពខឹងសម្បារភាពច្រណែននិងភាពភ័យខ្លាចនៅពេលដែលអ្នកស្ដាប់ភាពងងឹតរបស់ខ្លួនឯងអ្នកនឹងលែងត្រូវវាគ្របដណ្ដប់ទៀតហើយចាប់ផ្ដើមឲ្យតម្លៃលើភាពពិតប្រាកដជាងការសម្ដែងឲ្យគេចូលចិត្តការរស់នៅតាមការរំពឹងទុករបស់អ្នកដទៃគឺជាការក្បត់ខ្លួនឯងដ៏សំខាន់បំផុតវាប្រសើរជាងក្នុងការត្រូវបានគេសោកដោយសារខ្លួនពិតជាងត្រូវគេស្រឡាញ់ដោយសាររបាំងមុខដែលអ្នកបង្កើតឡើងចាប់ផ្ដើមរៀននៅឲ្យស្ងៀមដើម្បីស្ដាប់សំឡេងបេះដូងនៅក្នុងពិភពលោកពោពេញទៅដោយសំឡេងរំខានភាពស្ងប់ស្ងាត់គឺជាគ្រូដ៏ល្អបំផុតការចំណាយពេលនៅម្នាក់ឯងដោយគ្មានទូរស័ព្ទគ្មានតន្ត្រីនឹងជួយឲ្យអ្នកឮសំឡេងពិតនៃបំណងប្រាថ្នារបស់អ្នកដែលត្រូវបានកប់ទុកជាយូរមកហើយចាប់ផ្ដើមអនុវត្តវិន័យជាជាងរងចាំអារម្មណ៍ពុះកញ្ជ្រោលអារម្មណ៍វាមកហើយក៏ទៅប៉ុន្តែវិន័យនឹងនាំអ្នកទៅដល់គោលដៅចូលធ្វើអ្វីដែលអ្នកដឹងថាត្រូវធ្វើទោះបីថ្ងៃនោះអ្នកមិនចង់ធ្វើក៏ដោយភាពជោគជ័យមិនមែនកើតពីការធ្វើរឿងអស្ចារ្យរងមកការទេប៉ុន្តែមកពីការធ្វើរឿងតូចតាចឲ្យបានខ្ជាប់ខ្ជួនចាប់ផ្ដើមបង្កើតព្រំដែនដើម្បីការពារសន្តិភាពផ្លូវចិត្តការនិយាយថាទេចំពោះអ្វីដែលបឺតជញ្ជក់ធម៌ពលរបស់អ្នកគឺជាសកម្មភាពនៃក្តីស្រឡាញ់ចំពោះខ្លួនឯង
អ្នកមិនមែនជាធុងសម្រាប់ទទួលអារម្មណ៍អវិជ្ជមានរបស់អ្នកដទៃគ្រប់ពេលនោះទេការកំណត់ព្រំដែនមិនមែនជាអាត្មានិយមប៉ុន្តែវាជាការថែរក្សាសុខភាពផ្លូវចិត្តចាប់ផ្ដើមមើលឃើញវិបត្តិជាឱកាសនៃការផ្លាស់ប្ដូរនៅពេលអ្វីៗគ្រប់យ៉ាងហាក់ដូចជាកំពុងបែកបាក់តាមពិតវាប្រហែលជាកំពុងរៀបចំខ្លួនដើម្បីចាប់ផ្ដើមជាថ្មីភាពជឿចាប់គឺជាសញ្ញាប្រាប់ថាវិធីរស់នៅបែបចាស់លែងសមស្របទៀតហើយចូលប្រើការជឿចាប់ជាឥន្ធនៈសម្រាប់កែប្រែជីវិតចាប់ផ្ដើមធ្វើជាអ្នករៀនសូត្រអស់មួយជីវិតកុំធ្វើខ្លួនជាទឹកពេញកែវមនុស្សដែលឆ្លាតបំផុតគឺជាមនុស្សដែលដឹងខ្លួនឯងថាមិនទាន់ដឹងច្រើនការបាក់ចិត្តទទួលយកគំនិតដែលផ្ទុយពីខ្លួនឯងនឹងជួយឲ្យខួរក្បាលរបស់អ្នករីកធំជាងមុននិងមានវិបត្តិចិត្តមេត្តាច្រើនជាងមុនចាប់ផ្ដើមឲ្យតម្លៃលើដំណើរផ្លូវស្មើនឹងគោលដៅប្រសិនបើអ្នកគិតថាតោះតែសម្រេចជោគជ័យទើបខ្ញុំមានក្តីសុខនោះអ្នកនឹងរស់នៅក្នុងភាពតានតឹងស្ទើរពេញមួយជីវិតចូលរីករាយនឹងការញើសហូរក្នុងពេលហាត់ប្រាណរីករាយនឹងការអានតែអ្នកមិនទាន់យល់រសជីវិតគឺជាអ្វីដែលអ្នកកំពុងកើតឡើងនៅចន្លោះពេលដែលអ្នកកំពុងដើរទៅរកគោលដៅចាប់ផ្ដើមដឹងគុណចំពោះភាពធម្មតានៃជីវិតជារឿយៗយើងរងចាំតែរឿងធំដុំកើតឡើងទើបមានអារម្មណ៍ថាជីវិតមានតម្លៃប៉ុន្តែសេចក្តីសុខដែលជ្រាលជ្រៅបំផុតគឺជាការដឹងគុណតែនៅមានដង្ហើមដកមានបាយហូបមានកន្លែងគេងនិងមានមនុស្សដែលយើងស្រឡាញ់នៅក្បែរនៅពេលដែលអ្នកចេះដឹងគុណរឿងតូចតាចពិភពលោករបស់អ្នកនឹងរីកចម្រើនដោយឯកឯង